3នេះតាមតួលេខដែលយើងទទួលបានគឺមានចំនួនរហូតដល់ 1950 នាក់ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ហើយមានប្រមាណជា 5000 នាក់ផ្សេងទៀតដែលបានរងរបួស 62% នៃអ្នកជិះម៉ូតូដែលបានរងគ្រោះថ្នាក់ហើយរបួសក្បាលគឺគេរកឃើញថាមានតែ 23% ប៉ុណ្ណោះដែលបានពាក់មួកសុវត្ថិភាពតាមតួលេខដែលយើងបានលើអំបញ្ញមិញនេះគឺចំនួនអ្នកស្លាប់ដោយសារម៉ូតូគឺមានចំនួនច្រើនជាងអ្នកស្លាប់ដោយសារជំងឺរាតត្បាតផ្សេងៗសម្រាប់ Vision Fund នៅក្នុងឆ្នាំ 2013 មានអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួន 36 ករណីអ្វីត្បិតតែតួលេខនៅក្នុងឆ្នាំ 2013 នេះបានថយចុះពី 47 ករណីកាលពីឆ្នាំកន្លងទៅប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍នៅតែជាកង្វល់យ៉ាងខ្លាំងសម្រាប់គណៈគ្រប់គ្រងរបស់ Vision Fund បន្ទាប់នេះលោកគ្រូអ្នកគ្រូនឹងបានជួបជាមួយនឹងបុគ្គលិកដែលបានទទួលរងគ្រោះថ្នាក់ចរាចរណ៍ហើយគាត់នៅរស់រានមានជីវិតដោយសារបានពាក់មួកសុវត្ថិភាពខ្ញុំបាទឈ្មោះពេជ្រពិសីជាមន្ត្រីបម្រើសេវាកម្មអតិថិជនប្រចាំខេត្តសៀមរាបនេះគឺជាកន្លែងកាត់ហេតុរបស់ខ្ញុំដែលកាត់ឡើងនៅថ្ងៃទី 12 ខែ 8 2014 អញ្ចឹងនៅពេលដែលក្មេងស្ទាមក2នាក់បានស្វឹងគាត់បានវ៉ាឡានមួយហើយគាត់បានបាក់ជាមួយនឹងម៉ូតូខាងមុខអញ្ចឹងនៅពេលគាត់បាក់គាត់បានគិចម៉ូតូមកគៀខាងខ្ញុំហើយខ្ញុំក៏បានរមៀលដួលខាងនោះហើយម៉ូតូដែលគាត់នឹងជន់បង្កហេតុគាត់បានរមៀលទៅចូលនៅក្នុងទឹកស្រះមួយអញ្ចឹងនៅពេលនោះគឺខ្ញុំដួលស្រាប់តែមានគោយន្តមួយគាត់មកមុខខ្ញុំគាត់បានគិចខ្ញុំគាត់បានត្រឡប់ចូលក្នុងទឹកស្រះដែរបាទអញ្ចឹងនៅពេលដែលខ្ញុំដួលហ្នឹងក្បាលរបស់ខ្ញុំបានបុកនឹងថ្មគ្រូយើងបុកទៅឬពុកអាហ្នឹងយើងគិតថាបើសិនសម័យមើលថាបើយើងអត់ពាក្យមួកយ៉ាងណាក្បាលយើងនឹងផេះរលាហើយចង្ការរបស់យើងបើសិនតែយើងពាក្យមួកអត់មានចង្ការអាចនឹងបាក់ចង្ការហើយអញ្ចឹងនៅពេលដែលខ្ញុំដួលហ្នឹងបញ្ហាដែលកើតឡើងពោះខ្ញុំគឺរបួសដែរបួសធ្ងន់ធ្ងរគ្រាន់បើដែរពោះសំដែរជាមួយបាត់ដៃទាំងពីរសងខាងស្មាហើយនឹងជង្គង់ពិសេសគឺជង្គង់អញ្ចឹងនៅពេលដែលខ្ញុំដួលគឺខ្ញុំកម្រាក់អត់បានទេឲ្យបើកតែភ្នែកត្រូវចងចាំថាត្រូវពាក់មួកដែលមានគុណភាពនិងមានចង្ការត្រឹមត្រូវនៅពេលយើងពាក់ត្រូវមានកន្លឹះបានត្រឹមត្រូវការគ្រោះថ្នាក់ខ្ញុំនោះគឺដូចសម្ដាតួ Hollywood មួយហ្មងអ្នកគ្រូគាត់ថាពុបភ្លាមលមួម៉ូតូកាច់បោកហ្មងហើយកាច់បោកត្រូវក្បាលជង្គង់អស់ទៅដាច់បែកជើងទៀតអត់ដាច់បែកជើងដាច់ទាំងសូមជើងប្រើសូមជើងក្រាស់ទេអ្នកគ្រូដាច់អាជាចេញឡើងរបកស្បែករបួសដល់ឥឡូវតើបានជាសះស្បើយផងបុករួចបានផ្លោងខ្ញុំទៅដួលបោកក្បាលថ្នល់ហើយក្បាលខ្ញុំគាត់ថាផាំងព្រាមងើបឡើងដោះមួកចេញសិនខ្សៀកមើលក្បាលគីឡូមានកាត់គីឡូមានរបកទៀតពាក់មួកក៏មកទុកចិត្តទៀតដល់ពេលបើកមកក៏ស្ទាបមើលអត់មានឃើញអីហើយទៅក៏អ្នកភូមិមកថាគូក្បាលគាត់អីគូពាក់មួកក៏ឃើញមួកក៏រៀងកប៉ិតបន្តិចតែចំណុចសំខាន់គឺមកចំហៀមកកណាត់មួកនេះវល់ហ្មងបើមិនជាខ្ញុំអត់បានពាក់វិញនឹងទៅជាអីគ្រូខ្ញុំយល់ថាមួកសមត្ថភាពហ្នឹងសំខាន់ណាស់បើមិនជាអត់មួកហ្នឹងទេកូនខ្ញុំត្រូវអស់មុខអស់ក្បាលទៀតប្តីខ្ញុំគ្រោះថ្នាក់រហូតដល់ស្លាប់ហ្នឹងតែពាក់មួកសុវត្ថិភាពដែរប៉ុន្តែបើឲ្យជាអត់បានដាក់អាកັບគេនោះណាមួកហ្នឹងប៉ើងចេញចឹងទៅស្មាតោក្បាលគាត់ធ្លុះខួរនៅខាងក្រោយម្ល៉េះហើយទៅណាក៏ដោយខ្ញុំតែងតែប្រាប់ថាមួកសុវត្ថិភាពយកទៅឲ្យជាប់ខ្លួនអញ្ចឹងខ្ញុំស្នើសុំដល់លោកគ្រូអ្នកគ្រូជា staff field ខ្ញុំថា staff field ថាគាត់ធ្វើដំណើរទៅណាមកណាទៅគឺជាចម្បងគឺប្រើប្រាស់មួកសុវត្ថិភាពហើយមួកសុវត្ថិភាពគឺរបៀបយ៉ាងហ្នឹងគឺវាការពារចង្ការការពារអ្វីមួយចំនួនដូចជាមុខឲ្យយើងបានតែបើមិនជាយើងប្រើមួកតែមិនមានចង្ការនេះត្រឹមត្រូវទេគឺវាអាចប៉ះពាល់អាចបាក់ចង្ការឬមួយក៏អាចបាក់ធ្មេញក៏បានដែរគ្រូ I'm Jason Evans and I'm the National Director for World Vision Cambodia and I'm the Board Chair for Vision Fund Cambodia. And this is my motorbike. One day as I was travelling home from work, I had an accident. A car pulled out in front of me and I had to put the bike on its side in order not to hit the car. And I ended up whacking my head on the street. And as you can still see the marks in my helmet. And that could have been my head. And I might not be here to tell you this story. So I would just encourage you
Be smart, be wise, and put your helmet on.